នេះគឺជាស្ពានអាកាសដែលខ្ពស់ជាងគេនៅលើពិភពលោកវាមានឈ្មោះថា Ajiang Canyon ដែលមានទីតាំងនៅក្នុងប្រទេសចិនបើយើងក្រឡេកមើលពីលើវាមានជម្រៅជ្រៅខ្លាំងណាស់ហើយនៅពេលមានភ្លៀងធ្លាក់មើលទៅវាហាក់ដូចជាទឹកជ្រោះដូច្នោះដែរវាត្រូវបានសាងសង់នៅថ្ងៃទី18មករាឆ្នាំ2022 3ឆ្នាំ8ខែក្រោយមកវាត្រូវបានដាក់ឲ្យដំណើរការនិងប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី28កញ្ញា2025ស្ពានអាកាសនេះមានប្រវែង2890ម៉ែត្រហើយវាមានកម្ពស់ដល់ទៅ625ម៉ែត្រពីដីឯណោះវាត្រូវការភាពលម្អិតផ្ចិតផ្ចង់និងបច្ចេកទេសខ្ពស់ខ្លាំងណាស់ក្នុងការសាងសង់ស្ពានមួយនេះហើយអ្នកប្រហែលជាឆ្ងល់ហើយថាមូលហេតុអ្វីបានជាចាំបាច់ត្រូវសាងសង់ស្ពានដ៏វែងមួយនេះពីព្រោះត្រូវចំណាយថវិការាប់ពាន់លានដុល្លារឯណោះចម្លើយនោះគឺវាបានតភ្ជាប់ស្ពាន Loji Anlong Expressway ដើម្បីកាត់បន្ថយផ្លូវ80គីឡូម៉ែត្រហើយការចំណាយពេលវេលាក្នុងការធ្វើដំណើរកាលពីមិនទាន់មានស្ពានមួយនេះគឺប្រជាពលរដ្ឋត្រូវចំណាយពេលពី1ទៅ2ម៉ោងឯណោះដើម្បីឆ្លងកាត់ផ្លូវនេះប៉ុន្តែបច្ចុប្បន្នពួកគេចំណាយពេលត្រឹមតែ5នាទីប៉ុណ្ណោះដូច្នេះហើយធ្វើឲ្យសង្វាក់ពាណិជ្ជកម្មរបស់ពួកគេការដឹកជញ្ជូនទៅមកចំណាយពេលវេលាតិចនិងចំណាយថវិកាតិចតួចធ្វើឲ្យពួកគេចំណេញបាន